ទូការរិះគន់អុកញ៉ាល្បីមួយរូបចំណាយលុយ25,000រៀលធ្វើម្ហូបញ៉ាំគ្នា22នាក់ទូការរិះគន់ពីមហាជនក្រោយឃើញវីដេអូអុកញ៉ាល្បីមួយរូបដែលតែងតែបង្ហោះបង្អួតគ្រឿងពេជ្រផ្ទះធំទូលាយឡានទំនើបព្រមទាំងមានកូនចៅជាច្រើននាក់បានបង្ហោះវីដេអូថាហូបជាមួយគ្រួសារចំណាយត្រឹមតែ25,000រៀលហើយក្នុងនោះក៏មានកូនចៅ22នាក់ហូបផងដែរបើតាមការបញ្ជាក់លើគណនីឈ្មោះ UPP Collection បានបង្ហោះវីដេអូអមជាមួយនឹងខ្លឹមសារថាថ្ងៃនេះចាយធ្វើម្ហូបហូបជុំគ្រួសារចំណាយអស់25,000រៀលមនុស្ស22នាក់ថ្ងៃនេះមានម្ហូបឲ្យញ៉ាំបាយស្លម្ជូរប្រឡាត់ថៃកញ្ចក់ថៃកញ្ចក់បាទថៃខនជាតិទៀតថៃគេទៀតអានេះឆាផ្កាកឆាយជាមួយតៅគោសាច់ជ្រូកអញ្ចឹងស្របតអស់លុយហ្មងថ្ងៃហ្នឹងអស់តិចទេព្រោះអីសាច់យើងទិញមកពីកនបាទពីម្ដងអញ្ចឹងណាអញ្ចឹងប្រឡាត់អស់3,000ថៃកញ្ចក់អស់3,000ហើយតៅគោនេះអស់5,000តៅគោ5,000មក1,000ស្ដាយ1,000ទៀត12000បាទការឆាយ3,000ទៀត15,000 15,000សាច់ជ្រូក3ខាំកន្លះសាច់ជ្រូក1គីឡូ16,000ចាំស្របដល់បាទស្មាមកចាំស្របដល់អស់ខាំកន្លះវាអស់5,000ទៀតនិយាយទៅថ្ងៃនេះដើរសារអស់តែ20,000នេះបាទចឹងថាអស់20,000 25,000ចោះទាំងគ្រឿងចោះបាទហើយ25,000ក្នុងទាំងមានគ្នាប៉ុន្មានអ្នក22នាក់ហ្នឹងហើយទាំងអ្នកនៅជាមួយនឹងអីទាំងអស់22នាក់បូករួមទាំងកូនខ្ញុំទៀតបាទឃើញទេបាយមកហូប2មុខនេះអត់ទេដោយសារពួកខ្ញុំអត់សូវហូបសាច់ច្រើនខ្លាចឡើងគីឡូកលេសត្រនោះសម្រាប់ក្មេងៗនោះទៀតចឹងអ្នកបងប្អូននេះសិនរបស់ធម្មជាតិផលិតហើយអីចឹងបាទហូបចឹងមានពេលខ្លះគេជឿណាថាទាំងខ្ញុំបុគ្គលិកខ្ញុំ40នាក់នៅខែថ្មីរឿង5,500អានេះទាំងខ្ញុំនៅរាល់ថ្ងៃមកគ្នា22នាក់យ៉ាងណាមិញជុំវិញរឿងនេះបានធ្វើឲ្យមហាជនបានបញ្ចេញមតិផងដែរដោយម្ចាស់គណនី Facebook ឈ្មោះ Mr. Messi បានបញ្ចេញមតិថា25,000រៀលតែមួយពេលបងថតនឹងតើអីបងបើបងញ៉ាំអញ្ចឹងរាល់ថ្ងៃមនុស្ស22នាក់នឹងប្រកាសជាខ្វះអាហារូបត្ថម្ភហើយកូនចៅបងមានកម្លាំងធ្វើការបងធ្វើវីដេអូអញ្ចឹងដើម្បីល្បីតែងាប់ស្ត្រីមេផ្ទះមួយចំនួនឡាំសារទិញម្ហូបរាល់ថ្ងៃព្រោះសេដ្ឋកិច្ចឥឡូវទំនិញឡើងថ្លៃគ្រប់មុខអញ្ចឹងមេផ្ទះមានសម្ពាធចិត្តហើយបើពួកគាត់មានប្តីមិនចេះគិតវែងឆ្ងាយមាត់ស្រីទៀតនោះប្តីដែលមានចិត្តចង្អៀតកំណាញ់ប៉ុនប្រៀបធៀបប្រពន្ធពេលឃើញវីដេអូបងអញ្ចឹងមិនរអ៊ូឆ្លោះជាមួយប្រពន្ធគាត់ងាប់ហើយរឿងឡាំសារទិញម្ហូបមិនចេះរីកខាំដូចបងអ្នកផ្ទះបង22នាក់ហូបតិចអញ្ចឹងរៀងដឹងតែស្កើមចង្កេះអង្ក្រងដូចបវរកញ្ញាហើយមើលទៅរីឯគណនីឈ្មោះដានីបានបញ្ចេញមតិថាខ្ញុំអត់ដឹងថាអ្នកផ្ទះបងញ៉ាំតិចកម្រិតណាទេប៉ុន្តែ22នាក់សាច់ឆាបងដាក់តែ3ខាំកន្លះសណ្ដែកតែ1,000រៀលឆាហើយបានប៉ុន្មានចានទៅបងតែក៏ល្អញ៉ាំតិចមិនសូវលើសគីឡូ